ថ្ងៃនេះមានរឿងក្តៅកកកដែលកំពុងកផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនពាក់ព័ន្ធនឹងអ្នកនយោបាយសៀមម្នាក់គឺលោកមង្គលគិតសុថានុនដែលជាប្រធានគណៈបកជំរឿថ្មីឬ New Alternative Party លោកម្នាក់នេះបានដើរឃោសនាបោកប្រាក់សិលឹកឆ្នោតថាប្រសិនបើលោកបានជាប់ជានាយករដ្ឋមន្ត្រីនៅឆ្នាំ2026នេះលោកនឹងចំណាយលុយទិញគ្រាប់បែកនុយក្លេអ៊ែរចំនួន10គ្រាប់យកមកទុកការពារប្រទេសកុំឲ្យបរទេសណាហ៊ានមកឈ្លានពានអ្វីដែលហួសចិត្តបំផុតនោះគឺលោកបាននិយាយសម្ដៅមកលើកម្ពុជាយើងតែម្ដងដោយលោកហ៊ាននិយាយថាបើកម្ពុជាហ៊ានឈ្លានពានលោកនឹងយកនុយក្លេអ៊ែរនឹងមកទម្លាក់ចោលតែម្ដងបងប្អូនសាកគិតមើលចុះតើការទិញគ្រាប់បែកនុយក្លេអ៊ែរវាស្រួលដូចទិញគ្រាប់ស្ករតាមផ្សារមែនទេនេះគឺជាការឃោសនាបែបភូតផរនិងមានចរិតជ្រលោងខាមបំផុតប៉ុន្តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺនៅមានពលរដ្ឋសៀមមួយចំនួនជឿតាមសម្ដីគាត់ទៀតផងងាកមកមើលព័ត៌មានសំខាន់មួយទៀតពាក់ព័ន្ធនឹងការបង្ក្រាបអ ுக ្រិតជនឆ្លងដែនគឺលោកអុកញ៉ាជេនស៊ីដែលជាអ្នកចំនួនចិនដ៏ល្បីល្បាញនិងមានសញ្ជាតិខ្មែរផងនោះត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី6ខែមករាឆ្នាំ2026នេះហើយតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃប្រតិបត្តិការនេះធ្វើឡើងតាមសំណើរបស់អាជ្ញាធរចិនក្រោយពីមានការស៊ើបអង្កេតរួមគ្នាអស់ជាច្រើនខែអ្វីដែលបងប្អូនត្រូវដឹងនោះគឺលោកជេនស៊ីត្រូវបានដកសញ្ជាតិខ្មែរតាំងពីខែធ្នូឆ្នាំ2025មកម្លេះដូច្នេះរូបលោកលែងមានសិទ្ធិជ្រកកោនក្រមច្បាប់កម្ពុជាទៀតទេហើយពេលនេះត្រូវបានបញ្ជូនខ្លួនទៅកាត់ទោសនៅប្រទេសចិនវិញហើយរួមជាមួយបកពួក2នាក់ទៀតពាក់ព័ន្ធនឹងបទល្មើសអ ுக ្រិតកម្មអនឡាញដែលពិភពលោកកំពុងតាមចាប់ខ្លួន